Tiết dươngនឹងសិក្សាvềកម្មវិធី Figma អញ្ចឹងមុននឹងដល់ design ដូចគ្នាដែរយើងស្គាល់ពីវីដេអូមុនយើងនិយាយពី UX UI រួចហើយអញ្ចឹងយើងមកស្គាល់កម្មវិធី Figma ជាកម្មវិធី Figma ហ្នឹងវាជាកម្មវិធីមួយដែល design tool របស់វាហ្នឹងប្រើសម្រាប់រចនា website ហើយនិង mobile app ហើយវាអាចប្រើប្រាស់តាម browser ឬក៏ desktop យើង desktop app អីចឹងមានអាចដែរអូខេអញ្ចឹង Figma ឲ្យអនុញ្ញាតឲ្យយើងនឹងធ្វើការជាក្រុម real time អញ្ចឹងបានន័យថាយើងអាចធ្វើការជាក្រុមរួមគ្នាតែម្ដងក្នុងពេលតែមួយហ្នឹងហើយផ្នែកសំខាន់របស់ Figma ហ្នឹង toolbar របស់វាមាន layer panel មាន property panel canvas ហើយផ្សេងៗចឹងបើយើងធ្លាប់ប្រើជាមួយនឹងកម្មវិធី Adobe Photoshop ចឹងក៏យើងអាចចេះប្រើបានច្រើនដែរចឹងបើន័យថាយើងយល់ពីហ្នឹងខ្លះច្រើនដែរព្រោះ tool មួយចំនួនហ្នឹងគឺស្តៀង Photoshop មែនតើដូចគ្នាហ្មងឧទាហរណ៍នេះកម្មវិធីនេះចឹងឧទាហរណ៍នៅគ្រូចូលប្រើតែម្ដងចឹងនេះជាឧទាហរណ៍ដែលយើងធ្វើនៅក្នុងថ្នាក់រៀនជាមកនេះខាងនេះគឺជា tool ណាខាងក្រោមនេះ tool ឲ្យវាមានអញ្ចឹងមាន frame ខុសតែ frame អីហ្នឹងតិចតួចទេមាន shape សម្រាប់គូមាន rectangle line arrow អីហ្នឹងផ្សេងៗចឹងមកហើយនឹងមាន pen មានអីដែរចឹងយើងអាចគូអាចកាត់អីនៅក្នុងហ្នឹងបានទាំងអស់មាន pencil តិចអីផ្សេងនេះហើយឧទាហរណ៍ទៅលើនេះយើងអាចកែ font អក្សរដូរ image អីផ្សេងបានទៀតឥឡូវប៉ុណ្ណឹងសិនលោកតមកមេរៀនសិនចាំយើងទៅមើលក្នុងកម្មវិធីផ្ទាល់តែម្ដងចឹង Figma ដែលយើងប្រើសម្រាប់រចនា UX UI design នេះសម្រាប់បាក់เป็นយំខ្លាំងតាម real time online ចឹងដល់ចឹងមុខងារសំខាន់របស់វាមានដូចជា design UI ចឹងរចនាតាម mobile app រចនា mobile app website បង្កើត wireframe មាន prototype ភ្ជាប់ពី screen មួយទៅ screen មួយបង្កើត animation test app flow អញ្ចឹងពី flow មួយទៅ flow មួយពី screen មួយទៅ screen មួយហ្នឹងតើវាមាន animation យ៉ាងម៉េចហ្នឹងសិតតែយើងអាចបង្កើតបាន collaboration ឱកាសធ្វើការជាក្រុម comment នៅលើហ្នឹងឧទាហរណ៍ថាយើងធ្វើការជាក្រុមហើយយើងឃើញគ្នាយើងខុសឆ្គងនៅកន្លែងណាមួយឧទាហរណ៍ថាយើងធ្វើការជាក្រុមតែយើងនៅឆ្ងាយពីគ្នាមិនមែននៅក្នុងថ្នាក់តែមួយអញ្ចឹងណាជាយើងអាច comment នៅលើហ្នឹងពិភាក្សានៅលើហ្នឹងតាមរយៈ comment ហ្នឹងបានអត់ចាំបាច់ថាតែរកគ្នាខលរកគ្នាឬក៏ចាំជួបគ្នាអីទេគឺ comment នៅលើការ design ហ្នឹងបានហើយវាអត់បង្ហាញនៅលើ screen ដែលយើងធ្វើការហ្នឹងទេ screen ដែលយើងចង់បង្ហាញឲ្យ user ឬក៏អ្នកប្រើប្រាស់នឹងមើលនោះទេវាចង់និយាយអញ្ចឹងណាមិញយើងចង់ច្រឡំអូខេចាដល់ component និង design system ជិះយើងអាចបង្កើតជាប៊ូតុង reusable component color style text style ណាមានសតា Figma មានទាំងអស់ចាថាប្រយោជន៍របស់ Figma ទី1គឺ free គឺ free ណាហើយដំណើរការតាមរយៈ browser មិនចាំបាច់ install ងាយស្រួលតែពេលដែលយើងចាប់ផ្ដើមគឺវាមានរូបរាងអញ្ចឹងចាចឹងនេះមកថា home screen នេះ product detail card ចឹងឃើញយើងអាចដាក់បាននេះសុទ្ធតែជា frame របស់យើងគឺយើងយកជាតាមទូរស័ព្ទដៃនេះទូរស័ព្ទដៃណាចឹងជំហានដំបូងដែលយើងបើកជាមួយនឹង Figma ទី1គឺយើងចូលទៅគេហទំព័រឬក៏យើង website របស់ Figma តែម្ដងដូចជា
figma.com chứ nhưng mà hay ưu tiên thay dân thờ miến một đường châu ban châu pra hay bán thờ miến email dần nếu ưu tiên email phần group bột các con thiệp bột @gmail.com chứ ai pra email lọc châu làm đó lọc châu ta hay dân cho free bây giờ ở lối nhưng mà sửa bồn cho nên chỉ tiền tham mày để dân bằng cái chăm được rồi cho họ ăn mừng đầu tết hay tool mainframe tool shape tool text tool prototype នេះសុទ្ធតែជា tool មានរូបភាពមានអីចឹងណាស្រស់ស្អាតច្បាស់គឺ clear clean ស្រួលមើលចាប់ផ្ដើមការចាប់ផ្ដើមជាមួយនឹងនេះអញ្ចឹងយើង log in ឧទាហរណ៍ទៅលើ project មួយដែលនិយាយពី food delivery ជាប្រភេទ e-commerce ads មាន dashboard admin និង for your website និយាយចាំត្រូវចាអញ្ចឹង design មកនេះជាការយើងនឹង design ទាំងអស់គ្នានៅវីដេអូក្រោយតាមវីដេអូនេះយើងនឹងទៅមើល introduction របស់ Figma នេះក៏ចូលឧទាហរណ៍ឲ្យមើលសាថ្មីចឹងនេះអូនណាថាថ្មីតែម្ដងនឹងបិទដែរចឹងពេលដែលយើងចូលគឺយើងចូលជាមួយនឹង figma.com ចឹងមកនេះដោយសារអ្នកគ្រូមានស្រាប់ចឹងបើយើងអត់បាន log in តែនេះអ្នកគ្រូមានស្រាប់ណាឃើញទេចឹងពេលដែលមានស្រាប់អញ្ចឹងយើងធ្វើការបើយើងថ្មីយើងធ្វើការ log in ចូលប្រើ email ហើយយក free មកបាទណាចឹងយើងអាចយក free តែម្ដងបន្ទាប់មកយើងនឹងចេញបើសិនជាយើងមានយើងថ្មីយើងអត់ចេញ project បែបនេះទេវាចេញនេះចេញធម្មតារូបអីផ្សេងតិចតួចទេមានអានេះមានអីចឹងតែមានអានឹងខ្លះចឹងទៅនេះសុទ្ធតែជាអ្វីដែលគ្រូបានធ្វើអូខេចឹងដើម្បីចូលផ្ទាំងកិច្ចការរបស់យើងគឺយើងจะចូលជាមួយនឹង design អានេះដោយសារតែអ្នកគ្រូចូលបាន free បាន3 project 3 file project មួយអញ្ចឹងអ្នកគ្រូមានគ្រប់អស់ហើយចឹងអត់នេះទេអត់ប្រើវាទេចឹង complete យើងចូលទៅក្នុង new design ចូល new design ទៅពួកយើងថ្មីគឺអាចប្រើបានហើយអូខេឃើញក្នុងនេះឯងអាចបង្កើតជា slide ជាផ្សេងបានអូខេអញ្ចឹងអ្នកគ្រូឧទាហរណ៍ទៅលើនេះមួយសិនproject ចាស់របស់យើងចាគេអញ្ចឹងខ្ញុំនឹង scroll ឲ្យផុតពីហ្នឹងមួយសិនអញ្ចឹងទៅបាត់ project ចាស់អូខេនេះ scroll ចឹងមកហើយខ្ញុំនឹងបង្កើត page ថ្មីមួយទៀតនេះជា page មួយផ្សេងទៀតចឹងណាខ្ញុំដាក់ថាtest 1អូខេ test 1យើងឧទាហរណ៍ទៅលើហ្នឹងចឹងអស់នេះគឺជាខាងនេះគឺយើងអាចដាក់ឈ្មោះ project របស់យើងជា UR ចឹងដាក់ថា UX UR អូខេយើងអាចដូរឈ្មោះ move file នឹងទៅណាក៏បានដែរចឹងនេះជាហើយកន្លែង asset នេះគឺយើងអាច add នៅ tool របស់ Figma ហ្នឹងគឺយើងប្រើជាមួយនឹង iOS iPad 26យើងចុចនេះមកចឹងយើងឃើញមានប៊ូតុងមានអីនៅក្នុងនឹងស្រាប់យើងអាចជ្រើសយកមាន label មានអីហ្នឹងមានច្រើនទៀតយើងអាច copy យកតែម្ដងអូខេតោះអាហ្នឹងគ្រាន់តែជានេះណាជាយើងនឹងប្រើប្រាស់វានៅពេលក្រោយអូខេចូលមកដល់កន្លែង tool នេះគឺជា tool របស់ Figma tool របស់វាអញ្ចឹងមាន move tool hand tool scale tool chứយើងអាចនេះយើង move tool ឧទាហរណ៍ថាយើង scroll ចឹងហើយយើង move
ถ้าយើងមាន project មានមាន rectangle នៅក្នុងគោលមួយសិនถ้าមានអញ្ចឹងយើងអាចអង្គលឲ្យបាននេះគឺជា move tool អញ្ចឹងបើដឹងពី Photoshop ខ្លះហើយយើងដឹងថា move tool នេះជាអីហើយយើងអាចអង្គលនៅ object យើងបាន hand tool ក៏ទាញវាបានដែរទាញទៅនេះទៅនោះឬក៏យើងប្រើជាមួយយើងស្ថិតនៅលើ move tool ក៏ដោយក៏យើងអាចប្រើជាមួយនឹង space ដក clear keyboard ដក clear របស់យើងហ្នឹង space ហ្នឹងទាញបានដូចគ្នាដែរហ្នឹងហើយបន្តមកទៀតនេះគឺជា frame នេះជា selection slide ណាតែយើងនៅបង្ហាញពី frame សិនអញ្ចឹង frame នេះគឺជា screen ទូរស័ព្ទរបស់យើង screen យើងអាចប្រើជាមួយនឹង iPhone 14 13ចឹងនេះក៏យក14 plus ណាចឹងនេះជា14នៅក្នុងលុបនេះចឹងនេះលុបធម្មតា delete ធម្មតាមកហើយនេះគឺជា14 plus អញ្ចឹងយើងអាចយក screen ឬក៏យើង frame ដល់14យើងអាចដូរក៏បានជា tablet ក៏បានយើងមើលនេះជាទូរស័ព្ទចុះទូរស័ព្ទឯ iPhone ដល់ iPhone 17ហើយនឹងជា tablet ចឹង tablet មានច្រើនទៀតមាន tablet mini tablet pro អញ្ចឹងណាតាមនឹងdesign ជា desktop សម្រាប់ computer យើងអាចនេះជា MacBook Air wireframe អីចឹងជាដើមមាន presentation មានជាលក្ខណៈ slide ណាហ្នឹងហើយតែមកយើងបដោតទៅលើទូរស័ព្ទដៃនិង tablet ហើយនិង desktop ជាងយើងសិក្សា3នឹងសិនអញ្ចឹងឧទាហរណ៍យើងចុចយក14 plus នឹងហើយរួចហើយយើងចង់ចង់ផ្លាស់ប្ដូរផ្ទៃរបស់វារបស់ screen ហ្នឹងគឺយើងអាចចូលមកខាងនេះខាងស្ដាំដៃនេះយើងឃើញមាន property ជាច្រើន position របស់វាជាច្រើនទៀតមានដូចជានេះយើងអាចមើល position របស់វាមានចង់ឲ្យវា rotate ប្រមាណភាគរយអីហ្នឹងសេចចិត្តរកបានចង់ឲ្យប្តេកចង់ឲ្យឈរអូខេហើយនឹងអីទៀតទំហំរបស់វានេះ capacity វាបង្ហាញប្រមាណ100%ទៅពេលដល់កន្លែងដាក់ fill នេះ fill color ឆ្ងាយបដូរបានចឹងដាក់ពណ៌អីលើហ្នឹងដាក់មកចឹងនេះគ្រូសម្រាប់បាននេះចាពណ៌អីហ្នឹងនៅក្រោយហ្នឹងប្រផេះបាត់ហើយនៅក្រោយនេះក្រោមណែកុំឲ្យចាំងភ្នែកពេកដាក់ពណ៌ orange ចាអូខេយើងប៉ុណ្ណឹងតើមកយើងមើលឧទាហរណ៍យើងឧទាហរណ៍ថាយើងគូអីមួយនៅលើហ្នឹងគូ object អីមួយលើហ្នឹងថានេះគឺចង់បានប៉ុណ្ណេះដូចជាលក្ខណៈ slide show អញ្ចឹងណាចឹងពេលដែលយើងគូហើយយើងចាំផ្លាស់ប្ដូរពណ៌វាអីចាំឲ្យវាកោងវានេះអីមកហើយកន្លែងនេះចង់បានរៀងកោងតិចអញ្ចឹងយើងចូលទៅកន្លែង appearance នេះមកហើយយើងថានេះគឺចង់បានថា20ឲ្យកោង20ជុំវិញនឹងទាំងអស់អញ្ចឹងដាក់មកយើងបាន20ហើយឬក៏ណាឬក៏យើងមើលទៅលើចំណុចនេះចំណុចវងម៉ូតូនេះយើងអាចទាញមកយើងចង់បានប៉ុណ្ណាចង់បានដូចជាងហ្នឹងដាក់មកឬមួយទៀតឬក៏ចឹងឧទាហរណ៍ថាយើងចង់បានមូលរបស់ចំហៀងឯងតាមមកខាងណាក៏បានដែរចឹងយើងចូលកន្លែងនេះមកចូលកន្លែង corner radius របស់យើងណា
ហើយយើងមើលអញ្ចឹងយើងចង់បានខាងនេះយើងថាយើងចង់បានខាងនេះ20អញ្ចឹងយើងវាយលេខ20ហើយយើង enter មកវាបានតែមួយហៀងឃើញទេយើងបានមួយហៀងអញ្ចឹងមកថាយើងចង់បានខាងនេះមួយហៀងទៀតអញ្ចឹងយើងខាងហ្នឹងមក20ដែរយើងមកអូខេចឹងមកបានអូខេហើយពេលហើយយើងគូតទៀតមកយើងចង់បានយ៉ាងម៉េចបើយើងចង់បានឡាញមួយយើងដាច់ចំនេះkalau វានឹងឡើងទៅវិញវាចេះរងនឹងវាចូលសាមញ្ញអញ្ចឹងឲ្យវាត្រង់យើងគិតស៊ីមកត្រង់ slow អូខេអញ្ចឹងនឹងដូចគ្នាដែរយើងអាចផ្លាស់ប្ដូរពណ៌វានៅខាងស្ដាំដៃនេះនេះអញ្ចឹងចង់បានវាមូលជ្រុងជាមាន arrow add arrow អីហ្នឹងគឺយ៉ាងណាហើយនេះជាអីអាហ្នឹងហើយជាកម្រាស់ឲ្យវានេះវ៉ែននេះប្រហែល high ប្រហែលទៅដល់ណាបាត់ហើយអូខេចឹងនេះចឹងវ៉ែននេះវាយើងអាចបន្ថែមមកដល់ចំបាស់5 pixel យើងដាក់មកប៉ុណ្ណឹងដែរហើយយើងចង់បានធ្វើអីទៀតនេះដល់ពេលយើងចេញក្រៅមកចេញនេះពណ៌ខាងក្រោយនេះខាងក្រោយយើងអូខេហើយក៏ចង់បានជា rectangle វិញហើយគូយ៉ាងហ្នឹង3ណាយើងចង់ copy dashboard ហ្នឹងឬក៏យើង copy ជ្រុងនេះយើងអាច copy បានយើងប្រើជាមួយនឹងប្រើ alt ចុច alt ជាប់មកហើយនេះយើង select វាធម្មតាហើយយើងមកសេរីវាឲ្យនៅចំកណ្ដាលអីdevelopment អត់ឲ្យវាតែមួយទេគឺគាត់ឲ្យវាចំកណ្ដាលនេះចំណុចកណ្ដាលនៃ screen របស់យើងអូខេតោះមកយើងនេះគូកឲ្យវាកោងតិចមកនេះយើងកោងសំដៅនេះបានចឹងណាចឹងមកយើងគូចង់បានមួយទៀតហើយកោងហើយអូខេកោងតិចទៀតហើយឲ្យតូចជាងហ្នឹងទៀតអូខេcopy ទៅទៀតយើងមើលថាវាស្មើគ្នាហើយចាទឹកមកយកដាក់ក្រោមមួយទៀតណាអូខេយកបានប៉ុណ្ណឹងហើយវាចង់ដូរពណ៌នេះដូរពណ៌អូខេ3ហ្នឹងហើយខាងលើនេះវាចង់ដូរដែរចង់ដូរពណ៌ដែរឧទាហរណ៍នេះចាហើយខាងលើនេះចង់បានពណ៌សជាងទេលោកដូរទៀតគេចម្រុះពណ៌អញ្ចឹងណាស្អែកចិត្តយើងហើយនេះចូលមកដល់កន្លែងនេះយើងអាចឧមាថាយើងចង់ដាក់រូបភាពចូលយើងអាចដាក់រូបភាពចូលបានណាផ្ទាំងខាងក្រៅនេះក៏អាចដាក់រូបភាពចូលបានដែរតែឥឡូវនេះព្រោះឧទាហរណ៍ទៅលើដាក់រូបភាពនៅក្នុង object យើងមួយសិនអញ្ចឹងយើងចូលមកយើងចុចលើប្រអប់នឹងមួយមកបន្ទាប់មកយើងធ្វើការចូលកន្លែង fill ហើយយើងមើលមានកន្លែងរូបភាពនេះchứក៏អាចបញ្ចូលជាវីដេអូបានដែរមានវីដេអូរូបភាព pattern អី gradient solid អីផ្សេងៗអញ្ចឹងណាជាពណ៌អញ្ចឹងเราចង់បញ្ចូលជា image មួយសិន upload ពី computer របស់យើងមកឧទាហរណ៍เราចង់រូបភាពណាដែលប្តីណាអត់មានប្តីទេណាសោះគេលើចាំតិចយើងទៅ download រូបដាក់ក្នុងនេះមួយសិនជួ
audio រូបភាពណាអូខេvideo នេះចា save យើងចង់ save ដាក់ក្នុងនឹងតាមដល់ដើម្បីឲ្យយើង upload បានគឺនេះជារូបក្តីយើងដាក់មើលឲ្យសមស្របនឹងរូបផងដែរចឹងនេះពេលហើយយើងអាចចុចឲ្យវា feed crop បើយើងចង់ crop យើងចុច crop ចឹងនេះក្របវាទៅឲ្យតូចធំតែនេះរូបនេះដាក់ទៅត្រូវតែម្ដងចឹងអ្នកគួរអត់ក្របទៅទៀតទេប៉ុណ្ណឹងស្អាតហើយអូខេចឹងបាននេះចឹងនេះដូចគ្នាយើងអាចរូបដាក់ចូលមកដាក់មកនេះអត់ថាអ្នកគ្រូចង់ដាក់ចឹងណាហើយយើងត្រូវការទាញវាតូចដាក់វាតូចក៏បានពេញណាពេញម្ដងតែអត់ស្អាតទេវាអត់ចូលទេហើយស្មាចានេះអីយើង download រូបយកមកដាក់មកបានទេណាអូខេអញ្ចឹងជាមួយនឹង Figma ប៉ុណ្ណឹងមានចម្ងល់អីបន្ថែមទៀតយើងនឹងចាំឆាតសួរអ្នកគ្រូក៏បានឬក៏យើងមករៀនអាចសួរគ្រូបានគេអរគុណច្រើន